ម្នាក់បងប្អូនឥឡូវហ្នឹងយើងទៅជួបអ្នកជំងឺមួយផ្ទាល់តែម្ដងដែលគាត់មានការជំងឺ stroke ហ្នឹងបងប្អូនអរគ្នាចាយើងទៅចូលសួរគាត់ហ្មងថាតើគាត់មកព្យាបាលនៅហ្នឹងរយៈពេលប្រហែលហើយតើគាត់ទទួលបានផលអ្វីខ្លះពីការព្យាបាលនៅមន្ទីរពេទ្យនេះផ្ទាល់តោះឥឡូវយើងចូលទៅមើលគាត់ទាំងអស់គ្នានៅខាងក្នុងជំរាបសួរបងចាទៅបងស្រីថាបងប្រុសគាត់នៅខាងក្រោយគាត់ជាអ្នកជំងឺផ្ទាល់តើជំងឺរបស់គាត់ហ្នឹងកើតប្រហែលឆ្នាំហើយបងជំងឺហ្នឹងប្រហែលជា7 ឆ្នាំហើយចា7 ឆ្នាំចាចុះពេលដែលគាត់មកព្យាបាលនៅហ្នឹងតើគាត់ប្រើរយៈពេលប្រហែលដែរពីមុនគាត់អត់ដើរអត់បានសោះហ្មងគាត់គេសែងគាត់ចាគេសែងមកតែឥឡូវនេះមើលរយៈ4-5 ខែនេះឃើញថាគាត់បានដើរច្រើនរួចចាដើររួចហើយនឹងដូចជាជើងដៃអីអត់សូវតឹងអញ្ចឹងណាចាចុះខ្ញុំឮមកថាដូចពេលដែលគាត់កំពុងតែឈឺហ្នឹងគាត់និយាយអត់បានណាបងចាចុះដល់ពេលឥឡូវឮថាគាត់និយាយបានអីធម្មតាទៅពីមុនគាត់និយាយអត់បានសោះតាមមួយគាត់បានដែរតែមកពាក្យគាត់បានដែរហ្នឹងហើយតែឥឡូវនេះគាត់និយាយច្រើនគាត់និយាយបានច្រើនហ្នឹងហើយអញ្ចឹងបានន័យថាតាំងពីមកព្យាបាលនៅកន្លែងនេះហ្មងទាំងការដើរក៏ដូចជាកាយវិការហើយការនិយាយស្ដីហ្នឹងបានធម្មតាចាស្រាលច្រើនមែនតើចាអាចប្រហែលប៉ុន្មានភាគរយដែរបងប្រហែលជា60-70-80% ដែរចាបានច្រើនអញ្ចឹងបានច្រើនដែរអ្នកទាំងអស់គ្នាចានៅកន្លែងនេះចុះបើនិយាយពីការព្យាបាលវិញតើមានផលលំបាកឬមួយក៏មានការឈឺចាប់អីទេចាការព្យាបាលមិនមានការឈឺចាប់អីទេហ្នឹងហើយគ្រាន់តែថាដូចថាយើងវាដៃជើងកម្រើកអត់រួចអញ្ចឹងវារៀងពិបាកបន្តិចពីដំបូងអញ្ចឹងណាតែដល់ពេលយើងព្យាយាមយូរទៅចាមករាល់ពេលអញ្ចឹងទៅវាធ្វើឲ្យសរសៃរបស់យើងហ្នឹងជើងហើយនឹងដៃហើយនឹងជាពិសេសគឺមាត់គាត់មានគ្រូពេទ្យគាត់មានជំនាញអញ្ចឹងណាខាងសរសៃហ្នឹងគាត់ធ្វើចលនាសរសៃហ្នឹងដើម្បីឲ្យរស់ឡើងវិញអញ្ចឹងណាចាឥឡូវនេះបានប្រសើរច្រើននេះបងប្អូនគឺជាសម្ដីផ្ទាល់របស់បងស្រីដែលគាត់គឺជាភរិយារបស់បងប្រុសដែលកើតជំងឺ stroke ហ្នឹងបងប្អូនទាំងអស់គ្នាចាខ្ញុំមកជួបគាត់ផ្ទាល់ហើយគាត់បានមកនិយាយផ្ទាល់ទៀត